ជំរាបសួរបងប្អូនថ្ងៃនេះធ្វើកាហ្វេត្នោតញ៉ាំកាហ្វេត្នោតនិងកាហ្វេដូងគឺមានរសជាតិឆ្ងាញ់មួយយ៉ាងពីគ្នាបងប្អូនកាហ្វេត្នោតគឺមានរសជាតិកាហ្វេខ្លាំងជាងកាហ្វេដូងពេលដែលយើងដាក់កាហ្វេហើយវាមានក្លិនដូងអមចូលគ្នាប៉ុន្តែកាហ្វេត្នោតពេលដែលយើងដាក់កាហ្វេចូលគឺជាតិកាហ្វេចូលនៅក្នុងសាច់ត្នោតធ្វើឲ្យរសជាតិវាឆ្ងាញ់មួយយ៉ាងម្នាក់ពីគ្នាយើងអាចយកកាហ្វេខ្វិនយកមកដាក់ក៏បានយើងអាចដាក់ម៉ាស៊ីនកាហ្វេម៉ាស៊ីនក៏បានដែរបងប្អូនហើយដើម្បីកុំឲ្យខាត់ពេកយើងចិតត្នោតលាយបណ្ដាឆុងកាហ្វេបណ្ដាដើម្បីឲ្យលឿនឆាប់បានញ៉ាំបងប្អូនត្នោតគឺយើងអត់យកចាស់ពេកទេសុខចិត្តថាឲ្យវាខ្ចីបន្តិចក៏បានដែរតែអត់យកចាស់ទេដោយសារតែចាស់វាធ្វើឲ្យរសជាតិកាហ្វេអត់ឆ្ងាញ់ជាមួយនឹងកាហ្វេពេលដែលត្នោតចាស់វាខ្លាំងណាបងប្អូនវាមានជាតិខ្លាំងបើសិនជាចង់និយាយថាវាឈួលញ៉ាំទៅវាឈួលវាអត់ឆ្ងាញ់ទេអញ្ចឹងវាអត់ត្រូវគ្នាអញ្ចឹងយើងយកត្នោតល្មមមិនចាស់មិនខ្ចីប៉ុន្តែបើខ្ចីក៏អត់អីដែរឲ្យតែចិត្តកើតបងប្អូនឲ្យចិត្តសវកកើតវាឲ្យតែមានសាច់ញ៉ាំត្នោតពេលដែលយកមកដាក់មួយកាហ្វេអញ្ចឹងខ្ញុំមានអារម្មណ៍ថាឆ្ងាញ់ដាក់ជាមួយនឹងបបរត្នោតដាក់ជាមួយនឹងវាយតកដាក់អីក៏ឆ្ងាញ់ដែរណាបងប្អូនតែបើអ្នកចូលចិត្តកាហ្វេយកមកដាក់មួយកាហ្វេអញ្ចឹងគឺឆ្ងាញ់មួយយ៉ាងពីបង្អែមផ្សេងទៀតបងប្អូននិយាយទៅត្នោតហ្នឹងគឺឆ្ងាញ់តែម្ដងឲ្យតែត្នោតខ្ចីហ្នឹងគឺឆ្ងាញ់ហ្មងសម្រាប់ខ្ញុំគឺចូលចិត្តត្នោតហ្នឹងវាឆ្ងាញ់ស្រាប់ហើយដល់ពេលដាក់ជាមួយនឹងកាហ្វេឆ្ងាញ់ទៀតវាឆ្ងាញ់បុកឆ្ងាញ់ណាបងប្អូនអញ្ចឹងឥឡូវយើងឆុងកាហ្វេបានហើយចូលត្នោតមកចិត្តដាក់ចូលហ្មងពេលដែលចិត្តដាក់ចូលហើយគឺត្នោតហ្នឹងវាបឺតជាតិកាហ្វេចូលក្នុងសាច់ត្នោតហ្នឹងតែម្ដងបងប្អូនធ្វើឲ្យត្នោតហ្នឹងមានក្លិនឈ្ងុយពីកាហ្វេមកវិញបងប្អូនវាខុសពីកាហ្វេដូងវាធ្វើឲ្យអាទឹកដូងនិងសាច់ដូងហ្នឹងវាធ្វើឲ្យមានក្លិនពីរតែត្នោតគឺកាហ្វេលុបក្លិនត្នោតបាត់ហើយបងប្អូនវានៅតែក្លិនកាហ្វេទេហើយរសជាតិត្នោតហ្នឹងដូចជារសជាតិកាហ្វេដែរដល់ពេលអញ្ចឹងទៅវាឆ្ងាញ់មួយយ៉ាងដែរឥឡូវយើងចិតត្នោតហើយចាប់ផ្ដើមដាក់គ្រឿងបងប្អូនគ្រឿងដាក់ធម្មតាលាយជាមួយអំបិលបន្តិចដើម្បីឲ្យវាមានរសជាតិឆ្ងាញ់បើយើងអត់ដាក់ទេវាភ្លាវអត់ឆ្ងាញ់ទេដាក់អំបិលបន្តិចហើយយើងដាក់ខ្ទិះទឹកដោះគោខាប់បងប្អូនដល់គូខាប់ដាក់តាមចំណូលចិត្តបើសិនជាចូលចិត្តផ្អែមគឺដាក់ច្រើនជាងនឹងបន្តិចដាក់ត្រឹមលេខ40ឬក៏លេខ50អីចឹងទៅតែសម្រាប់ខ្ញុំញ៉ាំតែលេខ30ឬក៏35អីទេបាទកូរឲ្យវាឲ្យសព្វហើយដាក់ទឹកដោះគោស្រស់ចូលជាការស្រេចហើយបងប្អូនប៉ុណ្ណឹងយើងអាចញ៉ាំបានរសជាតិគឺឆ្ងាញ់ប្លែកញ៉ាំកាហ្វេធម្មតាកុំឲ្យធុញពេកយើងញ៉ាំកាហ្វេលាយត្នោតទៅញ៉ាំប្លែកមាត់បងប្អូនទឹកដោះគោស្រស់ដាក់ខ្ញុំប្រើមេលជីដាក់ហើយជាការស្រេចចាក់ទឹកកកចូលមកគឺថាយប់ហ្នឹងមិនបាច់គេងទេព្រោះថាខ្ញុំផឹកពេលថ្ងៃហើយពេលថ្ងៃម៉ោង3ហើយបងប្អូនស្វាងចាស់ហ្មងឥឡូវចាក់ចូលមើលឃើញតំណងហើយបងប្អូនជាតិកាហ្វេហ្នឹងវាចូលនៅក្នុងសាច់ត្នោតហ្នឹងតែម្ដងហើយធ្វើឲ្យត្នោតហ្នឹងធំក្លិនឈ្ងុយឆ្ងាញ់មួយយ៉ាងដែរបងប្អូនហើយសាច់វាទុនផ្អែមឆ្ងាញ់ណាបងប្អូនអើយបើថាមានរាល់ថ្ងៃញ៉ាំរាល់ថ្ងៃក៏បានដែរសម្រាប់ខ្ញុំចូលចិត្តឆ្ងាញ់អានេះខ្ញុំដេកគួរអួតបងប្អូនដាក់អាគ្រាប់មួយកុំឲ្យបងប្អូនអត់ស្គាល់ថាអាហ្នឹងសាច់អីគេពេលលាយជាមួយនឹងកាហ្វេហើយវាបាយពណ៌កាហ្វេហើយមើលត្នោតឡើងស្គាល់ហើយអញ្ចឹងដាក់អានោះជាសម្គាល់ធ្វើហើយញ៉ាំខ្លួនឯងឲ្យមេដៃខ្លួនឯងបងប្អូនឆ្ងាញ់មែនតើ